បងប្អូនបាយឃើញទស្សនភាពនៅខាងក្រោយខ្ញុំណាហ្នឹងហើយអញ្ចឹងឥឡូវនេះមកដល់ប្រាសាទនាងទាំង12ហើយបងប្អូនមើលទៅកាន់ប្រាសាទមួយរចនាសម្ព័ន្ធប្រាសាទហ្នឹងមួយចំនួនធំត្រូវបានបាក់បែកខូចខាតអីចឹងទៅអញ្ចឹងវាមិនខុសពីជីវិតយើងម្នាក់ៗបងប្អូនជីវិតយើងម្នាក់ៗវាអត់មានអីល្អអត់ខ្ចោះវាខ្វះនេះខ្វះនោះវាត្រូវការនេះវាត្រូវការនោះមកជួសជុលបន្ថែមប៉ុន្តែអាភាពអត់ល្អអត់ខ្ចោះហ្នឹងឯងដែលបង្ហាញថាយើងជាមនុស្សបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនជួបរឿងអត់សប្បាយចិត្តឬក៏គេថាឲ្យយើងចេះគេថាឲ្យយើងចុះពេលខ្លះទៅមិនចាំបាច់ទៅតូចចិត្តអស់សង្ឃឹមអីទេបងប្អូនហ្នឹងហើយពេលខ្លះទៅអាភាពខុសគេហ្នឹងហើយដែលជាយើងហ្នឹងហើយដែលជា unique របស់យើងមានតែយើងដែលមានអាហ្នឹងហ្នឹងហើយអញ្ចឹងបងប្អូនមើលប្រាសាទបងប្អូនមើលអីនៅខេត្តសៀមរាបនេះបាទគ្រប់យ៉ាងគឺខ្ញុំអត់ប្រើពាក្យល្អអត់ខ្ចោះទេប៉ុន្តែវាល្អឯកបាទមានតែមួយរបស់ប្រាសាទមួយហ្នឹងហើយអញ្ចឹងអត់មានច្រឡំមួយប្រទេសណាទេដូចនេះគេហៅស្ទឹងហើយបឹងនៅខាងក្រោយប្រាសាទនាង12ហ្នឹងហើយមើលទៅវាប្លែកភ្នែកហ្នឹងហើយប្លែកភ្នែកហើយមានតែកន្លែងហ្នឹងដែលមានទស្សនភាពអញ្ចឹងតែចង់ឲ្យស្អាតទេទស្សនភាពមនុស្សមកលេងច្រើនថាដូចអត់ផងមិនដែរលក្ខណៈហ្នឹងជាទេសភាព view មួយយ៉ាងដែរអញ្ចឹងណាបងប្អូនអញ្ចឹងអត់អីទេថ្ងៃនេះគាត់ចង់ចែករំលែកជូនបងប្អូនថាភាពអត់ល្អអត់ខ្ចោះហ្នឹងហើយដែលបង្ហាញថាយើងជាមនុស្សហើយមានតែយើងទេដែលដើរតួជាខ្លួនយើងបានល្អបំផុតណាបងប្អូនហ្នឹងហើយអញ្ចឹងកុំខ្វល់ពីអ្នកដទៃច្រើនពេកកុំឈឺក្បាលពីអ្នកដទៃច្រើនពេកណាបងប្អូនហ្នឹងហើយអរគុណច្រើនសុខសប្បាយបងប្អូនទាំងអស់គ្នាសុខសប្បាយបាទទៅមកក្រោយរុញហើយរុញរួចចង់ផ្ងាជើងហ្មងវ៉ាវហូបមែន